សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងស្រាយបញ្ជាក់ទ្រឹស្ដីបទកូស៊ីនីដោយប្រើតម្រុយកអរណេ x o y គេសង់ត្រីកោណ ABC មួយដែលមានវាស់ជ្រុង ABC នៅក្នុងតម្រុយកអរណេឲ្យបានកំពូល A នៅត្រង់គល់តម្រុយ O កំពូល B នៅលើ ABC និងកំពូល C នៅលើកអរណេ xy ក្នុងប្លង់កអរណេរបស់យើងនេះរួមមានត្រីកោណ ABC មួយសង់ពីលើហ្នឹងដែលកំពូល A របស់យើងគឺនៅត្រង់គល់តម្រុយ B នៅលើ ABC និង C របស់យើងមានកអរណេ xy ដែល A តូច B តូចនិង C តូចវាជាជ្រុងឈររៀងគ្នាអ្នកទាំងអស់គ្នារបស់យើងក្នុងត្រីកោណ AHC តាមផលធៀបត្រីកោណមាត្រលោកអាចសរសេរបានថាគោលនៃមុំ A ក្នុងត្រីកោណ AHC ត្រីកោណនេះអ្នកទាំងអស់គ្នា AHC អូនទទួលបានគោលនៃមុំ A ស្មើជាមួយនឹង OH ចែកជាមួយនឹង AC អញ្ចឹងអ្នកទាំងអស់គ្នា OH និង AH គឺដូចគ្នាដោយសារតែ A និង O វាត្រង់ចំណុចតែមួយអ្នកទាំងអស់គ្នាអញ្ចឹងអ្វីលោកចង់បាន AH ចាំមកទីលើ AH អញ្ចឹង AH របស់យើងស្មើជាមួយ C គុណជាមួយគោលនៃមុំ A AH របស់យើងនៅលើ AX AH របស់យើងនៅលើ AX អញ្ចឹងប្រវែងរបស់វាគឺ X នេះអ្នកទាំងអស់គ្នាហើយចំណែក AC របស់យើងគឺវាជ្រុងឈរជាមួយនឹងមុំ B អញ្ចឹងមានប្រវែងស្មើជាមួយនឹង B អញ្ចឹងលោកអាចសរសេរបានថា X គុណជាមួយនឹង B គោល A ចំណែកស៊ីនរបស់យើងវិញស៊ីននៃមុំ A វាស្មើជ្រុងឈរចែកជាមួយ EPO ជ្រុងឈររបស់យើងគឺ CH ចែកជាមួយ EPO ដោយ CH របស់យើងគឺស្របជាមួយអក្សរអញ្ចឹងប្រវែងរបស់វាស្មើជាមួយនឹង Y លោកអាចសរសេរបានថា CH ស្មើនឹង AC គុណនឹងគោល A ដោយ CH របស់យើងស្មើនឹង Y ហើយ AC ស្មើនឹង B អញ្ចឹង Y របស់យើងស្មើជាមួយនឹង B ស៊ីន A បន្តទៀតអ្នកទាំងអស់គ្នាគឺ BH របស់យើងអ្នកទាំងអស់គ្នាពី B មក H របស់យើងនេះប្រវែងត្រីកោណទូចនេះ B មក H ស្មើនឹងប្រវែងទាំងអស់ដក AH ចេញអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងយកប្រវែងទាំងអស់ដក AH ចេញប្រវែងទាំងអស់របស់យើងគឺ AB ប្រវែង AH របស់យើងនេះចង់ដកទៅអូនទទួលបាន BH ស្មើជាមួយនឹងប្រវែង AB ស្មើ C ចឹងដកជាមួយនឹង AH របស់យើងគឺនេះ AH របស់យើងស្មើជាមួយនឹង B គោល A ក្នុងត្រីកោណឯង BHC នេះក្នុងត្រីកោណនេះអ្នកនរគ្នាយកត្រីកោណនេះយកមកប្រើវាទៅជាមួយ A តូចទីបានថាតាមពីទៅគឺអូនទទួលបាន CB ក្រេស្មើនឹង BH ក្រេបូក CH ក្រេចឹងដោយ BC ស្មើនឹង A តូចចូលមកយើងទទួលបាន B តូចចំណែក BH របស់យើងវាស្មើជាមួយ C ដក B គុណជាមួយនឹងគោល A ហើយចំណែក CH របស់យើងគឺ B ស៊ីន A អូនបំបែកវាទៅគឺបាន BC ស្មើជាមួយនឹង A ក្រេចំណែកទាំងអស់នេះក៏យើងស្រាយបញ្ជាក់ហើយនៅក្នុងចំណុចខាងដើមអ្នកទាំងអស់គ្នាឧទាហរណ៍គំរូក្នុងតម្រុយកអរណេគេមានចំណុច M មានកអរណេ 16 ចំណុច N មានកអរណេ 61 និង PN របស់យើងស្មើ 8 ចំណែកមុំ N របស់យើងស្មើ 120 ដឺក្រេគេឲ្យយើងកណនីប្រវែង PM និងមុំ P ចម្លើយរបស់យើងនេះចំណុច M របស់យើងមានកអរណេ x1 y6 ចំណុច N របស់យើងនេះ N អ្នកអត់នេះ y1 x6 ហើយចំណែកP របស់យើងនេះអត់ដឹងទេក៏តែយើងគ្រាន់តែដឹងថាមុំ N របស់យើងនេះជាមុំគុំរវាង NM ជាមួយនឹង NP ស្មើនឹង 120 ដឺក្រេតាមទ្រឹស្ដីបទកូស៊ីនូអូនទទួលបាន PM ក្រេស្មើជាមួយនឹង MN ក្រេបូក M PN ក្រេដកពី MN គុណជាមួយនឹង PN គុណជាមួយនឹងគោល N អញ្ចឹងដោយទិន្នន័យយើងស្គាល់ហើយយើងគ្រាន់តែរកចម្ងាយរវាង2ចំណុច MN មកអញ្ចឹងចម្ងាយរវាង2ចំណុច MN របស់យើងគឺស្មើជាមួយនឹងឫសការ៉េនៃ HN ដកជាមួយនឹង HM លើជាការ៉េបូកជាមួយនឹង YN ដកជាមួយនឹង YM លើជាការ៉េជាសងទៅចំណុចរបស់យើងស្មើជាមួយនឹង6ដក1សល់5នេះ1ដក6សល់ដក5លើជាការ៉េវាចេញ5នេះគ្នាអញ្ចឹង5ការ៉េបូក5ការ៉េស្មើជាមួយនឹង50អញ្ចឹងលោកអាចសរសេរបានថាស្មើជាមួយនឹង5ឬ2បន្តទៀត NP យើងស្គាល់នេះគេឲ្យមក NP ឬក៏ PN ហ្នឹងស្មើ8អញ្ចឹងចូលទៅចំណែកមុំ N របស់យើងស្មើ120អញ្ចឹងអូនទទួលបាន PM ការ៉េស្មើជាមួយនឹង5ឬ2លើជាការ៉េបូក8ការ៉េបូកសន្ទុះដកជាមួយនឹង
5លើ2គុណ8គុណជាមួយនឹងកូន120ចានេះលើកជាការ៉េទៅបាន25គុណ2 50នេះ64ចានេះលោកគុណទៅគឺបាន5 2 ដងគុណ10 10គុណជាមួយនឹង8បាន80ឬ2អានេះកូន120ចេញតខ្លះអញ្ចឹងលោកគុណវាទៅគឺដកគុណជាមួយដកគឺបានបូកចំណែក80របស់យើងចែក2នៅសល់40ឬ2អានេះលោកបូកបញ្ចូលបាន114ពាក់ឬវាទៅអ្នកនរគ្នាអូនទទួលបាន 2m ស្មើជាមួយនឹងឬការ៉េនៃ114បូក40ឬ2លោកចេះកាសចូលអ្នកនរគ្នាដោយសារមកវាតម្លៃប្រហែលលោកយក 13.0601 អ្នកនរគ្នាចាំដូចនេះ 2m របស់យើងស្មើជាមួយ 13.0601 ឯកតាប្រវែងបន្តទៀតអ្នកនរគ្នារកមុំប៉េចឹងរកមុំប៉េរបស់យើងតាមកោសនេះមុំប៉េស្មើជាមួយ m ការ៉េបូក n ការ៉េដក p ការ៉េm តូច n តូចនិង p តូចនេះលុះតាំងជ្រុងឈើមរបស់ជ្រុងរបស់យើងនេះមានន័យថាមុំ m ធំលុះតាំងវា m តូចហើយ n ធំតាំងវា n តូចចំណែក p ធំតាំងវា p តូចចឹងលោកអាចសេបានកោសនេះមុំ p ធំស្មើនឹង m ការ៉េបូក n ការ៉េដក 2 ដក p ការ៉េចាជាមួយនឹង 2m គុណនឹង n ចូលមកចឹងដោយ m របស់យើងគឺ8អ្នកនរគ្នា m ជាជ្រុងឈើមរបស់ m ធំដែលប្រវែងរបស់វាស្មើជាមួយនឹង 2n ឬក៏ n 2នេះស្មើ8ចំណែក n របស់យើងជាជ្រុងឈើមរបស់មុំ n ដែលយើងរកឃើញនេះប្រវែងរបស់វាស្មើជាមួយនឹង 2m គឺស្មើជាមួយនឹង 13.0601 ដកជាមួយនឹង p យើង5លើ2ចំណែកខាងក្រោមគុណ 2mn ចឹងរួមបាយទៅ8ការ៉េ64អានេះលើកជាការ៉េទៅបាន170.5662មានន័យលោកយកខាងក្រោមវាតែ2ខ្ទង់ទេអានេះលើកជាការ៉េ50នេះលោកគុណទៅយកក្រោយក្បៀស4ខ្ទង់នេះបងប្អូនយក64បូកជាមួយនឹង170.5662ហើយដក50មកឃើញប្រមាណចែកជាមួយភាគបែងនេះមកឃើញប៉ុណ្ណឹងអ្នកនរគ្នាអូនទទួលបានមុំពេស្មើជាមួយនឹង27ដឺក្រេ45មីនិតមានន័យថាលោកចុចកាសចូលអានេះអ្នកនរគ្នា 0.8849 ចុចប៊ូតុង2សេគុណ ND ចុចកូសសេគុណ11ទៅចេញប៉ុណ្ណឹងនេះអ្នកនរគ្នាប្រតិបត្តិនៅទំព័រទី24លំហាត់ករករបស់មុំ A នៃត្រិកោណ ABC បើគេស្គាល់ជ្រុង A7 B5 និង C ស្មើនឹង3អញ្ចឹងចម្លើយរបស់យើងគណនារបស់មុំ A តាមរូបមន្តរបស់យើងកូននៃមុំ A ស្មើនឹង B ការ៉េបូក C ការ៉េដក A ការ៉េចែកពី BC ចុះលោកជួសចោលដោយសារតំណែងរបស់យើងមានស្រាប់ហើយ A7 B5 C3 ជួសចោលអ្នកនរគ្នាបើ8មក B25 បូក9ដក44ចែកជាមួយនឹង30ចំនួនស៊ីសងវាទៅគឺយើងទទួលបានដក15ចែកជាមួយនឹង30លុយសម្រួលវាទៅអូនទទួលបានកូនមុំ A ដក1ភាគ2ចឹងអូនទទួលបានមុំ A ស្មើជាមួយនឹងមុំ120ឌឺក្រេលំហាត់ខគណនា AB នេះអ្នកនរគ្នាក្នុងតម្រុយប្រអរណេគេឲ្យចំណុច A3 4 C ដក11និង BC ស្មើ6ចំណែកមុំ C ស្មើនឹង30ចឹងយើងអនុវត្តតាម AB ការ៉េស្មើជាមួយនឹង AC ការ៉េបូក BC ការ៉េដក 2AC គុណជាមួយនឹង BC គុណនឹង cos C ចាំអូនទទួលបានអ្វីយើងត្រូវរកចម្ងាយរវាងពីចំណុច AC សិនពី A ទៅ C អូនទទួលបានឬការ៉េនៃ XC ដក HA XC ដក1ដក HA ដក3លើកជាការ៉េបូកជាមួយនឹង YC 1ដក YA របស់យើងគឺ4លើកជាការ៉េចាំអូនទទួលបានដក1ដក3លើកជាការ៉េបានដក4លើកជាការ៉េចេញដក6អានេះ1ដក4សល់ដក3លើកជាការ៉េចេញ9អូនទទួលបាន CA ស្មើជាមួយនឹង5ចាំយើងទទួលបាន AB ការ៉េស្មើជាមួយនឹង5ការ៉េបូក BC គេឲ្យមកហើយ6ការ៉េដក2ដងគុណ5គុណ6គុណនឹង cos 30អូនទទួលបាន25បូក36អានេះយើងគុណនោះបាន10គុណ6 60
កូននិមម30ស្មើជាមួយឬ3ឬ2សម្រួលវាមកអ្នកទាំងអស់គ្នាអូនទទួលបាន61ដកជាមួយនឹង30ឬ3អញ្ចឹង AB របស់យើងគឺយើងទទួលបានពាក់ឬវាទៅអូនទទួលបាន AB ស្មើជាមួយនឹងឬការ៉េនេះ61ដក30ឬ3ឯកតាប្រវែងនេះអ្នកទាំងអស់គ្នាដាក់ឯកតាប្រវែងឲ្យគ្រូផងលំហាត់កិច្ចការផ្ទះអ្នកទាំងអស់គ្នាគឺយើងអនុវត្តដោយលំហាត់ពីខាងលើដែរលំហាត់ខាងលើគេសួររកមុខ B លំហាត់ទី2គេសួររកជ្រុង C អញ្ចឹងលំហាត់ទី1ក្នុងត្រិកោណ ABC មានរង្វាស់ជ្រុង A របស់យើងតូចហ្នឹងស្មើនឹង5 B 7 C 8អញ្ចឹងគេនេះរង្វាស់មុខ B នេះអនុវត្តតាមទ្រឹស្ដីបទកូស៊ីនីសក្នុងត្រិកោណ ABC មានជ្រុង A ស្មើនឹង5 B 8ចំណែកមុខ C របស់យើង60គេនេះរង្វាស់ជ្រុង C តូចអានេះអ្នកនរគ្នាដោយសារគេឲ្យមកមុំ C ធំលំហាត់ទី2ក៏អនុវត្តក្នុងទ្រឹស្ដីបទកូស៊ីនីសដែរអ្នកនរគ្នាជួបបងប្អូនមានសុខភាពល្អនិងសុខភាពល្អទាំងគ្នា